ក្រុមហ៊ុនបងប្អូនទៅតែមុននេះបន្តិចខ្ញុំបានឃើញព័ត៌មានមួយដែលមានអត្ថន័យដូចនេះថារដ្ឋាភិបាលកម្ពុជានឹងរៀបចំបិទមិនអោយក្រុមហ៊ុនផលិតស្រានិងភេសជ្ជៈដាក់រង្វាន់ទាំងអស់នៅលើក្រវិលឬក៏គម្របដបនៅពេលវេលាសមរម្យខាងមុខដូច្នេះព័ត៌មាននេះធ្វើឲ្យខ្ញុំសប្បាយចិត្តអរំភើបតែម្ដងបងប្អូនម៉ោងនេះម៉ោង 7:11 ទៅហើយប៉ុន្តែខ្ញុំនៅតែថតវីដេអូមួយនេះដើម្បីចែករំលែកជាព័ត៌មានជូនបងប្អូនទាំងអស់គ្នាព្រោះដោយសារតែផលប៉ះពាល់ដែលកើតឡើងចេញពីការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតនេះវាមានច្រើនពេកធ្វើឲ្យមនុស្សគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវធ្វើឲ្យមនុស្សអាចនឹងពិការដោយសារតែគ្រោះថ្នាក់ទាំងអស់នោះធ្វើឲ្យមនុស្សកើតជំងឺផ្សេងៗជាច្រើនធ្វើឲ្យមនុស្សអាចនឹងប្រើប្រាស់អំពើហិង្សានិងមានបញ្ហាផ្សេងៗជាច្រើនទៀតកើតចេញពីការទទួលទានគ្រឿងស្រវឹងហួសកម្រិតនេះដូច្នេះហើយបងប្អូននេះគឺជាចំណាត់ការនិងការសម្រេចចិត្តដ៏ល្អបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាតាក់ទងជាមួយនឹងចំណាត់ការមួយ